លោកគ្រូមហាជុំសូមជម្រាបសួរលោកអ្នកទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់ណាស់បាទលោកគ្រូសូមចែករំលែកនៅក្បួនបុរាណមួយដើម្បីឲ្យលោកអ្នកទាំងអស់ទទួលលៀបទទួលសំណាងឬមួយក៏បន្ទុះលៀបដែលគេហៅថាកន្ទុនលៀបលោកអ្នកនៅថ្ងៃពុធ8កើតខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី22ខែកក្កដាឆ្នាំ2026គឺជាថ្ងៃឧបោសថសិលគឺជាវេលាមួយដ៏ល្អដែលវេលានេះគឺតារាសាស្ត្រ2ត្រួតលើគ្នាតារាសាស្ត្រលេខ2និងតារាសាស្ត្រលេខ4បានកងពីលើគ្នាដូច្នេះប្រសិនបើយើងដឹងម៉ោងដឹងពេលវេលានោះយើងនឹងទទួលបានលៀបសំណាងនិងសម្រេចបានគោលដៅហើយក៏ជាពេលវេលាដើម្បីយើងធ្វើពិធីបើកពន្លឺបើករាសីដោយខ្លួនឯងដូច្នេះសម្រាប់លោកអ្នកទាំងឡាយណាដែលមានអារម្មណ៍ធុញថប់ដែលមានអារម្មណ៍ថារាសីខ្លួនឯងធ្លាក់ការរកស៊ីកិច្ចការជំនួយជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងមិនទទួលបានជោគជ័យមិនបានដូចបំណងធ្វើអ្វីមិនបានដូចចិត្តរឿងក្នុងក្រុមគ្រួសារចេះតែមានភាពរកម្មរកោធ្វើអ្វីមិនទាន់បានជោគជ័យហើយក្នុងចិត្តក្នុងអារម្មណ៍ចេះតែធុញថប់តបប្រមល់បែរថាអ្វីក៏សើចអ្វីក៏មិនល្អនោះលោកអ្នកលោកគ្រូនឹងជម្រាបជូននៅកិច្ចពិធីមួយគេហៅថាពិធីបន្ទុះលៀបនិងពិធីបើកពន្លឺដល់ខ្លួនឯងអញ្ចឹងនៅថ្ងៃពុទ្ធដែលជាថ្ងៃឧបោសថសិលវេលាម៉ោង7:18នាទីល្ងាចវេលាម៉ោង7:18នាទីល្ងាចបងប្អូនត្រូវរៀបចំនៅពិធីបន្ទុះលៀបឬមួយក៏ពិធីបើកពន្លឺរាសីដោយខ្លួនឯងផ្ទះទាំងមូលគឺត្រូវធ្វើតែម្នាក់ទេដែលជាតំណាងអញ្ចឹងយើងធ្វើទៅបងប្អូនកុំក្មួយអត់មានអីច្រើនទេទីមួយបងប្អូនមានថាសមួយបងប្អូនមានទៀន8ដើមបងប្អូនអាចដុតទៀនពណ៌ក្រហមទៀនដើមក៏បានឬមួយក៏ដុតជាទៀនក្រអូបដូចខ្ញុំក៏បានដែរណាបាទហើយមានធូបចំនួន9សរសៃហើយមានផ្តិលទឹកមួយយើងដាក់ទឹកចូលហើយយើងអាចដាក់ផ្កាម្លិះអីចូលជាដើមហើយបងប្អូនដែលឃើញនៅវីដេអូនេះសូមបងប្អូនខមមិននៅលេខសំណាងគឺលេខ518លេខ518គឺជាលេខលៀបលេខសំណាងអញ្ចឹងបងប្អូនខមមិនលេខ518 share នៅវីដេអូដាក់លេខ518ហើយលោកអ្នកសរសេរនៅបំណងប្រាថ្នាលោកអ្នកនឹងទទួលបានជោគជ័យនៅក្នុងវីដេអូនេះលោកអ្នកទាំងអស់យើងវិលមកកាន់ពិធីបន្ទុះលៀបឬមួយក៏ពិធីបើកពន្លឺលោកអ្នកត្រូវមានទៀនហើយនឹងធូបហើយនឹងទឹកហើយចឹងការដែលធ្វើនេះគឺគេឲ្យយើងធ្វើនៅកណ្ដាលផ្ទះទិសកណ្ដាលផ្ទះគឺជា zone ល្អអញ្ចឹងទិសកណ្ដាលផ្ទះយើងអត់អាចដឹងថាតំបន់ណានៅកណ្ដាលផ្ទះរបស់យើងបានទេអញ្ចឹងតាមក្បួនបុរាណគឺគេយកជំនាញផ្ទះជាគោលអញ្ចឹងជំនាញផ្ទះជាគោលបានន័យថាជំនាញផ្ទះទីណាគឺគេសន្មតថាទីនោះគឺជាចំកណ្ដាលផ្ទះអញ្ចឹងនេះគឺជាជំនាញផ្ទះបាទអញ្ចឹងពេលដែលយើងធ្វើកិច្ចធ្វើពិធីនេះគឺបងប្អូនកុំក្មួយដល់ម៉ោង7:18នាទីបងប្អូនត្រូវមើលតនិចនីលកាបងប្អូនត្រូវយកធូប9សរសៃដុតឲ្យបងប្អូនចាប់ដើមថ្វាយបង្គំជំនាញផ្ទះបែរមុខចូលជំនាញផ្ទះណាបងប្អូនណាបាទបែរមុខចូលអញ្ចឹងមកឲ្យថ្វាយបង្គំជំនាញផ្ទះ3ដងហើយបើយើងចង់សែនព្រេតអីក៏សែនទៅបើមិនសែនទេក៏ហិចទៅយើងដុតធូប9សរសៃណាបងប្អូនណាបាទបែបបន់នៅអ្វីដែលជាបំណងប្រាថ្នារបស់យើងចង់ឲ្យយើងសម្រេចនៅកិច្ចបំណងអីហើយដល់ពេលយើងបន់ហើយយើងសុំលៀបសុំជ័យហើយបងប្អូនដុតនៅក្នុងកំប៉ុងហ្នឹងទៅហើយបងប្អូនត្រូវយកទៀនទាំង9ដើមនេះណាយកទៀនក៏អូបចេះក៏បានយកទៀនដើមក៏បានហើយបងប្អូនដុតដាក់ពីមុខជំនាញផ្ទះអញ្ចឹងបងប្អូនដុតហើយបងប្អូនត្រូវស្មឹងស្មាតអង្គុយណាអង្គុយបក់អង្គុយអញ្ចឹងអង្គុយបែរមុខទៅជំនាញផ្ទះអញ្ចឹងហើយលើកដៃសំពះហើយដុតទៀនហ្នឹងបងប្អូនអង្គុយរយៈពេល15នាទីណាអង្គុយហើយក្នុងចិត្តរបស់បងប្អូននឹងបងប្អូនត្រូវបួងសួងត្រូវសមាធិចិត្តឲ្យស្ងប់ហើយស្រូបយកពន្លឺពីផ្សែងទៀននឹងចូលទៅក្នុងខ្លួនដើម្បីដេញនៅឧបទ្រពចង្រៃដើម្បីដេញនៅរឿងមិនល្អអញ្ចឹងបងប្អូនធ្វើអញ្ចឹងទៅបងប្អូនដាក់កំណត់នាទីណាដាក់ម៉ោងរោនាទីទៅហើយដល់ពេលដែលបងប្អូនធ្វើហើយនោះបងប្អូននឹងបានចម្រើនជោគជ័យណាហើយចំណែកទឹកនេះពេលដែលគ្រប់15នាទីបងប្អូនត្រូវយកទឹកនេះចែកក្រុមគ្រួសារប្រុសព្រំឬមួយក៏ទទួលទានក៏បានដែរបើសិនជាទឹកស្អាតប្រោះព្រំកន្លែងរថយន្តប្រោះព្រំឲ្យសុខសប្បាយរស់ស៊ីមានបានតិចតិចអញ្ចឹងបងប្អូនធ្វើទៅណាអាចធ្វើតំណាងបានសម្រាប់មេគ្រួសារឬមួយក៏អ្នកដែលទំនេរប៉ុន្តែត្រូវសមាធិណាបងប្អូនណាបាទអញ្ចឹងជាពេលកម្រណាព្រោះតារាសាស្ត្រលេខ2និងលេខ4កាលណាទៅជួបគ្នាហើយគឺផ្ទុះលៀបហើយអញ្ចឹងបងប្អូនធ្វើបងប្អូននឹងជោគជ័យហើយបងប្អូននឹងសម្រេចគ្រប់កិច្ចការងារអញ្ចឹងបងប្អូនកុំភ្លេចខមមិនលេខ518ហើយ share នៅវីដេអូលោកគ្រូដាក់លេខ518ណាបងប្អូនណាបាទអញ្ចឹងយើងសន្មតធ្វើទៅអានេះខ្ញុំអត់ទាន់ដុតទេព្រោះអត់ទាន់ដល់ពេលខ្ញុំគ្រាន់តែធ្វើវីដេអូបង្ហាញជូនលោកអ្នកទាំងអស់គ្នាជាទីគោរពណាខ្ញុំបានរៀបចំនៅខ្សែដៃហុងស៊ុយ5ធាតុយ៉ាងពិសេសជូនដល់លោកអ្នកនេះគឺជាខ្សែដៃហុងស៊ុយ5ធាតុបងប្អូនកូនក្មួយសម្រាប់
អ្នកដែលរាសីមិនល្អសម្រាប់អ្នកដែលចង់ស្រូបលុយដោះបំណុលកាត់ឆុងលើករាសីលោកអ្នកអាចជាវនៅខ្សែដៃហុងស៊ុយ5ធាតុនេះយកទៅពាក់បានពាក់ឲ្យហេងកាក់កោបជោគជ័យចម្រើនរុងរឿងហើយយើងមានយ័ន្តទេវតា4អង្គដាក់តាមខ្លួនទៀតលោកអ្នកនឹងជោគជ័យលោកអ្នកចង់បានខ្សែដៃនេះលោកអ្នកឆាតចូលពេកទាំងអស់គ្នាលោកអ្នកនឹងទទួលបានណាខ្ញុំលោកគ្រូមហាជុំសូមអរគុណសូមគោរពលា